នៅថ្ងៃបន្ទាប់ពីទឹកយើងធ្វើការពុករួចហើយហើយគេធ្វើការចាក់ទឹកហ្នឹងទៅផ្ទេទៅកន្លែងទៀតណាគឺសម្រាប់មីហើយយើងធ្វើការធ្វើទឹកមីសម្រាប់មីមុនជាមួយនឹងប្រគួនទៅយើងអាចធ្វើការមិនចឹងសូមតាមក្រោយទៅចាក់ដោតមួយទៀតណាគឺវាបិទប្រសាគុំហ្នឹងយើងធ្វើការតាមដាក់គួនហើយយើងធ្វើការយកទៅគួនឲ្យយើងណាពេលយើងបានទៅគួនឲ្យយើងយើងធ្វើការរៀបចំដាក់ទៅគួនឲ្យជាមួយនឹងមី